បាទសួស្តីបងប្អូនអរគ្នាបាទត្រឡប់ពីការបាទចូលឆ្នាំវិញតើសុខសប្បាយជាទេបាទផុតចូលឆ្នាំនេះគឺ Apple បានទម្លាក់ version ថ្មីទៀតហើយគឺ iOS 18.4.1 បាទដែលទៅទម្លាក់កាលពីបាទម៉ោង 12 ម្លឹងត្រៀតណាបាទយុគមិញណាបាទអញ្ចឹងខ្ញុំនឹងបង្ហាញ version មួយនេះតើវាមានការ update បាទអ្វីខ្លះបាទនៅលើ iOS 18.1.4.1 នេះបាទអញ្ចឹងបាទជាដំបូងមកយើងចូលបាទមកកាន់បាទ setting មកអូខេបាទចូលមកកាន់ setting មកតបមកយើងចូលមកកាន់បាទ general បាទតបមកចូលមកកាន់ software update រាល់ដងឥឡូវខ្ញុំចូល check មើលតើ device របស់ខ្ញុំគឺទទួលបានការ update មួយនេះដែរឬអត់បាទអញ្ចឹងអ្នកនរគ្នាក៏អាច check មើលដែរតើនឹងមកដល់ហើយឬនៅណាបាទការ update ឥឡូវទូរស័ព្ទរបស់ខ្ញុំគឺបានទេបាទគឺបានមកដល់ការ update ដូចគ្នាជាមួយនឹង iOS 18.4.1 ជាការ update នេះគឺសំខាន់បំផុតគឺ important ម្ដងគឺតើតើទៅនឹង security បាទពង្រឹង security ទៀតហើយបាទគ្រប់ចំនួនតែម្ដងបន្ទាប់មកគឺតើតើទៅនឹងបាទ wireless CarPlay បាទ wireless CarPlay តើតើទៅនឹងការ connect បាទ connect ក្នុង LAN ណាអញ្ចឹងគឺ iOS បាទមុនគឺចំនួនមុនគឺ iOS 18.4 គឺវាមានបញ្ហា error បាទលើការបាទ connect ជាមួយនឹងបាទ CarPlay អញ្ចឹងពេលនេះគឺ Apple បានបាទជួសជុលបាទបញ្ហាមួយនេះហើយជាមួយនឹង version ថ្មីមួយនេះបាទគឺ iOS 18.4.1 បាទអញ្ចឹងអ្នកនរគ្នាគឺអាចដំឡើងបានបាទគឺវាស៊ីមេតិចទេមកលើកនេះគឺត្រឹម200បាទ 69.9 មេហ្គាបៃតតែប៉ុណ្ណោះបាទអញ្ចឹងមុននឹង update គឺអ្នកនរគ្នាត្រូវតែធានាថានៅសល់ថ្មបាទគឺលើសពី 40% ទៅ 50% ឡើងទៅណាបាទពីធ្វើការបាទ process ក្នុងការupdate បាទសារវិស័យថ្មច្រើនគួរសមជាអ្នកនរគ្នាអាចលម្អិតបាននៅក្នុងបាទ website នេះបន្ថែមគឺ support.apple.com បាទដើម្បីលម្អិតទាក់ទងទៅនឹង version ថ្មីមួយនេះណាបាទអញ្ចឹងបាទសម្រាប់ version ថ្មីមួយនេះអ្នកនរគ្នាគួរតែដំឡើងទៅបាទដើម្បីពង្រឹងបានប្រព័ន្ធសុវត្ថិភាពបាទអញ្ចឹងសង្ឃឹមថា version មួយនេះនឹងអត់អាចធ្វើឲ្យបាទការឡើងកម្ដៅឬក៏ចុះភាគរយទៀតទេដោយសារតែមកលើកនេះគឺកំណែ update វាគឺមិនសូវធំទេគឺវាទូចដែរទេបាទហើយចំនួនមេក៏តិចដែរអញ្ចឹងអាចធ្វើឲ្យទូរស័ព្ទរបស់យើងអាចប្រសើរជាងមុនអញ្ចឹងណាជាងអ្នកនរគ្នាអាចបាទដំឡើងបានឬក៏អ្នកដែលគាត់ប្រើ iPhone ចំនួនចុងក្រោយដល់ iPhone 16អីគឺដំឡើងទៅគឺតើតើនឹងការជួសជុលសំខាន់មួយគឺបាទ CarPlay នេះឯងបាទអញ្ចឹងបងប្អូនដែលគាត់ប្រើចំនួនចុងក្រោយ iPhone 16ហ្នឹងគឺគាត់គួរតែដំឡើងតែម្ដងទៅបាទដើម្បីប្រព័ន្ធសុវត្ថិភាពបាទអញ្ចឹងសម្រាប់វីដេអូនេះសូមបញ្ចប់បាទដល់ត្រឹមនេះបើពេញចិត្តវីដេអូនេះសូមជួយ like បាទជាមួយនឹង follow like page ម្នាក់មួយផងឬក៏ចូលទៅកាន់ YouTube subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទអរគុណច្រើនបាទជំរាបលា